បាទសួស្តីកូនកូនទាំងអស់គ្នាតោះឥឡូវសូមវិលត្រឡប់មកកាន់ Channel YouTube របស់លោកគ្រូសាជាថ្មីថ្ងៃនេះលោកគ្រូនឹងបង្រៀនកូនកូនទាំងអស់គ្នាអំពីរបៀបសរសេរអក្សរ Z ឬក៏បងប្អូនអានថា Z អូខេតោះអញ្ចឹងក្នុងការសរសេរអក្សរមួយនេះយើងមាន3របៀបតោះឥឡូវយើងរៀនសរសេរទាំងអស់គ្នាតែម្ដងបាទអញ្ចឹងរបៀបទី1គឺបងប្អូនទាញបែបនេះអូខេបាទនេះគឺជារបៀបទី1បាទរបៀបទី2បងអូនទាញពីចំណុចនេះមកខាងនេះវិញបាទនេះជារបៀបទី2អូខេហើយរបៀបទី3បងអូនត្រូវទាញពីចំណុចកន្លែងនេះមកខាងនេះបាទប៉ុណ្ណេះជាការស្រេចនេះគឺជារបៀបសរសេរអក្សរ Z ឬក៏ Z បាទតោះឥឡូវយើងសូមរៀនសរសេរម្ដងទៀតបាទនេះគឺជារបៀបទី1អូខេបាទរបៀបទី2ហើយនឹងរបៀបទី3អូខេអញ្ចឹងលោកគ្រូសង្ឃឹមថាកូនកូននឹងចេះសរសេរបាទអក្សរ Z ឬក៏ Z នេះទាំងអស់គ្នាតោះឥឡូវយើងបន្តទៅរៀនពាក្យចំនួន3ទៀតដែលសរសេរបាទចាប់ផ្ដើមជាមួយនឹងអក្សរមួយនេះបាទនេះគឺជាពាក្យចំនួន3ដែលលោកគ្រូលើកយកមកបង្រៀនកូនកូនទាំងអស់គ្នាពាក្យដែលចាប់ផ្ដើមជាមួយនឹងអក្សរ Z ឬក៏អក្សរ Z ហ្នឹងបាទអញ្ចឹងបន្ទាប់ពីបងប្អូនបានរៀនពីបាទរបៀបសរសេរនៅអក្សរមួយនេះរួចហើយយើងមករៀនពីពាក្យចំនួន3ដែលពាក្យទី1នោះគឺបងប្អូនស្គាល់ទេអានេះយើងហៅថា zebra zebra នេះបងប្រែថាសេះបងកង់បាទឬក៏អានចេញសំឡេងទៅ e zebra zebra បាទ zebra ឬ zebra បាទសេះបង្កង់ណាសេះបង្កង់ហើយពាក្យទី2នោះគឺកូនកូនឃើញឯពាក្យនេះឃើញរូបសត្វមានសត្វច្រើនប្រភេទបាទអញ្ចឹងមានន័យថាកន្លែងនេះជាសួនសត្វបាទសួនសត្វក្នុងភាសាអង់គ្លេសបងអូនអានថា zoo 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 បាទ zoo នេះប្រែថាសួនសត្វហើយពាក្យទី3ចុងក្រោយគេនេះបងអូនស្គាល់ទេអាហ្នឹងហៅថាខ្សែរូតបាទប្រដាប់រូតខោរូតអាវអីហ្នឹងយើងហៅថា zipper បាទ zipper ប្រែថាប្រដាប់រូតបាទអញ្ចឹងបងអូនរៀនបានពាក្យចំនួន3ដែលពាក្យទី1គឺ zebra ពាក្យទី2គឺ zoo ហើយនិងពាក្យទី3គឺ zipper បាទអញ្ចឹងលោកគ្រូសង្ឃឹមថាកូនកូនទាំងអស់គ្នាចេះពីរបៀបសរសេរអក្សរ Z ហើយនឹងពាក្យចំនួន3នេះដែលសរសេរចាប់ផ្ដើមជាមួយនឹងអក្សរមួយនេះបាទអញ្ចឹងអរគុណច្រើនទាំងអស់គ្នាជួបគ្នានៅវីដេអូក្រោយទៀត